សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នានៅពេលនេះខ្ញុំមានព័ត៌មានតនហេតុការណ៍មួយគឺបើយោងតាមសេតវិមានបានថ្លែងហើយត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់មកផ្សាយនេះគឺបានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនឹងមេដឹកនាំកម្ពុជានិងមេដឹកនាំថៃអំពីការវិវត្តនៃស្ថានភាពចុងក្រោយនេះនៅតាមបណ្ដោយព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃដែលបណ្ដាលឲ្យទាហានរបស់ថៃម្នាក់បានរបួសដៃជើងហើយក៏មានការបាញ់មកលើប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជាបណ្ដាលឲ្យរងរបួស3នាក់និងម្នាក់ស្លាប់បាត់បង់ជីវិតបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump បានខិតខំព្យាយាមស្វែងរកវិធីធ្វើយ៉ាងណាដើម្បីជួយសម្របសម្រួលចំពោះការដែលកើតឡើងនៅភាពតានតឹងថ្មីនេះរវាងកម្ពុជានិងថៃបាទការដែលលោកប្រធានាធិបតីបាននិយាយនេះគឺនៅថ្ងៃសុក្រដោយបានទូរស័ព្ទជាមួយនឹងមេដឹកនាំនៃប្រទេសទាំងពីរនេះបើតាមមន្ត្រីសេតវិមានបានឲ្យដឹងការហៅទូរស័ព្ទរបស់លោក Trump កើតមានឡើងក្រោយពីប្រទេសថៃផ្អាកកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលសហរដ្ឋអាមេរិកបានជួយសម្របសម្រួលឲ្យមានហើយបានទាមទារឲ្យប្រទេសកម្ពុជាសុំទោសដែលបានចោទប្រកាន់ប្រទេសកម្ពុជាថាជាអ្នកដាក់មីនថ្មីក៏ប៉ុន្តែប្រទេសកម្ពុជាបានបដិសេធលោកប្រធានាធិបតី Donald Trump ក៏បានសន្ទនាគ្នាជាមួយនឹងមេដឹកនាំរបស់ប្រទេសម៉ាឡេស៊ីផងដែរនេះបើយោងតាមសេតវិមានបាទនេះជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ហើយនៅមុននេះបន្តិចគឺខាងភាគីកម្ពុជាគឺលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបញ្ជាក់នៅតាម Facebook របស់លោកដែរលោកថានាយប់ថ្ងៃទី14ខែវិច្ឆិកា2025ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃបាទនេះគឺជាការសារបង្ហោះតាម Facebook របស់លោកហ៊ុនម៉ាណែតបាទហើយសូមបន្តទៀតគឺលោកហ៊ុនម៉ាណែតបានបញ្ជាក់ថាតាំងនាមប្រជាពលរដ្ឋកម្ពុជាខ្ញុំបានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី Trump ដែលបានផ្ដួចផ្ដើមនិងសម្របសម្រួលឲ្យមានបទជបាញ់រវាងកម្ពុជាថៃកន្លងមកនិងសម្រេចបាននៅសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបន្តអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរនិងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍និងយន្តការទ្វេភាគីដែលបានឯកភាពគ្នារួមទាំងការដោះមានមនុស្សធម៌តាមបណ្ដោយព្រំដែនលោកហ៊ុនម៉ាណែតបានបន្ថែមថាឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថាឯកឧត្តមចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃក្នុងន័យនេះឯកឧត្តមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ដើម្បីធានាមិនឲ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមគោលការណ៍និងយន្តការដែលបានឯកភាពគ្នាកន្លងមកដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរបាទនេះគឺជាអ្វីដែលបានបង្ហាញតាមរយៈសេតវិមានរបស់សហរដ្ឋអាមេរិកក៏ដូចជាពីនាយករដ្ឋមន្ត្រីរបស់កម្ពុជាហើយនៅមុននេះបន្តិចគឺខ្ញុំក៏បានជូន breaking news មួយដែរពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏លោកបានបញ្ជាក់ថាលោកបានសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក Trump ហើយជាមួយនឹងមេដឹកនាំកម្ពុជាផងដែរបាទអញ្ចឹងនេះគឺជាព័ត៌មានហើយនឹងក៏ជាចម្លើយចំពោះប្រិមិត្តមួយចំនួនដែលសួរមកខ្ញុំថាពេលចំនួននេះកើតឡើងការភាពតានតឹងនេះកើតឡើងថ្មីនេះតើសហរដ្ឋអាមេរិកមានប្រតិកម្មយ៉ាងណាឥឡូវនេះគឺជាប្រតិកម្មពីសហរដ្ឋអាមេរិកគឺលោកប្រធានាធិបតី Donald Trump តែម្ដងបាទសូមអរគុណប្រិមិត្តសូមជម្រាបលា